ការធ្វើដំណើរកម្សាន្តម្នាក់ឯងឬបែប solo គឺជាចំណង់ចំណូលចិត្តមួយដែលខ្ញុំខានធ្វើរៀងយូរគួរសមដែរទោះបីជារាល់ដងខ្ញុំធ្វើដំណើរតែពីរនាក់ដៃគូប៉ុន្តែការឆ្លៀតពេលធ្វើដំណើរម្នាក់ឯងបែបនេះគឺបានបទពិសោធន៍មួយប្លែកទៅដល់ផ្លូវចិត្តរបស់យើងអញ្ចឹងក្នុងដំណើរកម្សាន្តលើកនេះខ្ញុំនឹងទៅទីតាំងចំនួន2កន្លែងដែលមានដូចជាភ្នំជីសូននៅខេត្តតាកែវនិងភ្នំកំពង់ត្រាចនៅខេត្តកំពតហើយក៏ឆ្លៀតពេលសាកកម្លាំងនិងសមត្ថភាពម៉ូតូថ្មីនេះដែរទឹកមុននោះចេញទៅកំពតដែរប៉ុន្តែទៅថ្ងៃអាទិត្យអញ្ចឹងផ្លូវរៀងតលាយហ្នឹងថ្ងៃនេះថ្ងៃសៅរ៍អញ្ចឹងផ្លូវប្រហែលជារៀងមនុស្សច្រើនតិចព្រោះថាមានអ្នកខ្លះគេនៅត្រូវការសិស្សសាលានៅរៀនអញ្ចឹងជិះហួសវត្តស្លែងបានបន្តិចខ្ញុំក៏បានចូលញ៉ាំអីពេលព្រឹកនៅកន្លែងមួយដែលញ៉ាំរាល់ដងហើយជាកន្លែងមួយដែលចូលញ៉ាំនៅក្នុងវីដេអូដំបូងដែលខ្ញុំបានទៅកំពតកាលពី2ឆ្នាំមុនតាមពិតមកពីផ្ទះញ៉ាំបាយហើយបានបន្តិចព្រឹកមិញដោយសារត្រូវលេបថ្នាំអញ្ចឹងបើញ៉ាំកាទៀវបន្តិចទៅយើងសម្រាប់អីខ្លះឥឡូវយើងបន្តដំណើរទៅមុខទៀតជិះទៅបាន30គីឡូអញ្ចឹងពីនេះទៅភ្នំជីសូ40គីឡូអញ្ចឹងជិះប្រហែលជាថា1ម៉ោងចុះព្រោះយើងជិះតាមផ្លូវក្នុងហើយនេះយើងចេញពីផ្លូវជាតិលេខ3បន្ទាប់មកយើងបត់ទៅតាមផ្លូវជាតិលេខ2វិញផ្លូវនេះយើងបែកចេញពីផ្លូវជាតិលេខ3មកអញ្ចឹងទៅត្រង់រហូតទៅគឺទៅដល់សៀមរាបកទួតហ្នឹងមិនសៀមរាបកោទេអត់ចង់ជិះតាមផ្លូវជាតិលេខ2ដោយសារតែផ្លូវវារៀងចៀតអញ្ចឹងណាយើងជិះតាមនេះមកយើងបានជិះតលាយមកផ្លេតអូខេឥឡូវយើងមកដល់ផ្លូវជាតិលេខ2មិនដំបងថាចង់ជិះតាមតាខ្មៅហើយយើងបត់តាមផ្លូវគេខ្ញុំមិនស្គាល់តែផ្លូវនោះវាឆ្ងាយពេកហើយណាមួយខ្ញុំធ្លាប់ជិះផ្លូវនោះបានម្ដងអញ្ចឹងលើកនេះមកជិះផ្លូវជាតិលេខ2ដោយសារអត់ដែរជិះផ្លូវនេះទេព្រោះតែដឹងថាផ្លូវនេះវារៀងចង្អៀតដោយសារឡានម៉ូតូច្រើនហើយផ្លូវវាតូចផងយើងមិនយើងជិះកាត់ផ្លូវចូលភ្នំតាម៉ៅហើយនឹងទន្លេបាទីហើយអីអញ្ចឹងតាមផ្លូវនេះបើអ្នកដែលចង់មកលេងអីគឺមានកន្លែងដើរលេងរៀងច្រើនដែរយើងជិះមកយើងមានទន្លេបាទីយើងមានភ្នំតាម៉ៅភ្នំជីសូហើយមានឃើញរបៀបដូចកាហ្វេវាស្រែអញ្ចឹងណាឥឡូវយើងបត់ចូលទៅផ្លូវភ្នំជីសូហើយខាងក្នុងនេះប្រាសាទនាងខ្មៅអញ្ចឹងបើអ្នកនរគ្នាបានមើលវីដេអូភាគមុនដែលខ្ញុំទៅក្រុមប្រាសាទកោះកេរហ្នឹងប្រកាសជាដឹងថានៅហ្នឹងមានប្រាសាទមួយឈ្មោះប្រាសាទនាងខ្មៅដូចគ្នាហើយប្រាសាទហ្នឹងឥតពណ៌ខ្មៅហ្មងអញ្ចឹងដោយសារយើងត្រូវទៅប្រាសាទសែនភូវាំងយើងត្រូវជិះវាងភ្នំមកជុំបាទយើងទៅផ្នែកខាងនោះនៃភ្នំហើយយើងមកដល់ផ្លូវចូលប្រាសាទសែនភូវាំងហ្នឹងហើយខ្ញុំមិនដឹងថានេះជាផ្លូវ official អត់ទេតែទៅស្អាតណាស់អ្នកនរគ្នានេះនោះភ្នំជីសូហើយនេះផ្លូវចូលវាស្រែស្អាតមែនទែន
ជើងភ្នំជីសូហើយបែកខាងជាដើបុរាណណាហើយខាងលើនោះគឺជាភ្នំជីសូហើយយើងជិះមកមិញហ្នឹងប្រាសាទសែនភូវាំងហើយព្រឹកនេះដែរមានខ្ញុំម្នាក់ហ្នឹងស្ងាត់ល្អភ្នំជីសូតាមចាំដូចជាមានផ្លូវម៉ូតូអាចឡើងបានដែរអញ្ចឹងថ្ងៃណាចង់ឡើងចាំជិះម៉ូតូឡើងតាមនោះវិញហើយយ៉ាងណាគ្នាថ្ងៃនេះគោលដៅទី1របស់យើងគឺភ្នំជីសូហើយទីទៀតបានយើងបន្តដំណើរទៅខាងកំពង់ត្រាចបន្តទៀតតែមុននឹងទៅកំពង់ត្រាចគឺខ្ញុំឆ្លៀតចូលទីក្រុងខេត្តតាកែវយើងជិះកាត់ឲ្យស្គាល់ទីក្រុងខេត្តតាកែវម្ដងដោយសារតែបានទៅអូខេអញ្ចឹងជាមួយខ្ញុំទៅសម្រាប់នៅកន្លែងប្រាសាទសែនភូវាំងមួយផ្លេតចាំយើងបន្តដំណើរទៅមុខទៀតយើងចេញពីភ្នំជីសូប្រាសាទសែនភូវាំងហើយយើងបន្តដំណើរទៅកំពង់ត្រាច100គីឡូបើមើលម៉ែវិញបើដែរចុះឆ្ងាយអញ្ចឹងមានន័យថាតាំងព្រឹកមកយើងជិះប្រហែលបានត្រឹម70គីឡូ75គីឡូឯងអញ្ចឹងនៅសល់100គីឡូទៀតបើយើងទៅដល់កំពង់ត្រាចខាងមុខហ្នឹងឡានកំពុងចាក់ដីហើយកន្លែងនេះដូចក្នុងម៉ែបទៅដូចឈ្មោះបឹងអីគេបឹងបតូកាតែខែវស្សាអត់ឃើញមានទឹកទៀតតែមើលទៅដូចឃើញគេធ្វើស្រែគេអីអញ្ចឹងប្រហែលលែងคล้ายជាបឹងវាคล้ายទៅជាដីធម្មតាវិញឥឡូវយើងម៉ោង9អញ្ចឹងប្រហែលជាម៉ោង11យើងទៅដល់កំពង់ត្រាចហើយគេចាក់ដីដឹងគេធ្វើអីអានេះក៏ដឹងគេបរិចផ្លូវឬក៏គេយកធ្វើផ្ទះធ្វើអីចឹងកាលមុនដល់ដឹងគិតថាផ្លូវជាលេខ2ហ្នឹងវាលក្ខណៈថាតូចដូចផ្លូវជាលេខ1តែអត់ទេដូចអ្នកនរគ្នាឃើញហ្នឹងគឺខ្ញុំគាត់ថាផ្លូវនេះល្អណាផ្លូវម៉ូតូនេះគឺធំមែនទែនជិះគ្នាបានម៉ូតូ2សឹងតែប្រព័ន្ធផ្លូវឡានមួយទៀតហើយដូចជាអត់ទាន់ឃើញមានផ្លូវណាធ្វើផ្លូវម៉ូតូបានធំអញ្ចឹងតែជិះម៉ូតូស្រួលជិះមែនទែនពេលយើងចង់វ៉ាជើញម៉ូតូអញ្ចឹងយើងមិនបាច់ចូលទៅដល់ផ្លូវឡានទេហើយចាប់ពីនេះទៅមានអារម្មណ៍ថាផ្លូវដូចជាស្ងាត់អត់ទៅដូចមុនទេប៉ុន្តែនៅតាមដងផ្លូវអញ្ចឹងមានផ្ទះជាជនរស់នៅរហូតមកអូខេឥឡូវយើងមកដល់កំពង់មូលអត់ស្គាល់ឈ្មោះទេប៉ុន្តែបើបត់ស្ដាំអានឹងយើងទៅអង្គទៅសោមហើយបើបត់ឆ្វេងយើងទៅខេត្តតាកែវផ្លូវពីរហ្នឹងទៅកំពង់ត្រាចបានដូចគ្នាប៉ុន្តែដោយសារខ្ញុំចង់ជិះកាត់ខេត្តតាកែវហើយយើងនឹងមានផ្លូវមួយទៀតបត់ចេញទៅកាន់ប្រទាយមាសហ្មងអញ្ចឹងខ្ញុំគិតថានេះយើងជិះដល់ទីក្រុងខេត្តតាកែវហើយផ្លូវកន្លែងនេះដូចផ្លូវវាងក្រុងអញ្ចឹងប៉ុន្តែសារខ្ញុំចង់ជិះចូលទៅមើលក្រុងតាកែវគេក្រុងដូនកែវមិនតិចយើងជិះចូលក្រុងយើងអាចជិះតាមផ្លូវក្បាត់ក្រុងយើងមកដល់វិមានឯករាជ្យចឹងខេត្តតាកែវជិះចូលបានតែប៉ុណ្្នឹងទេអញ្ចឹងឥឡូវយើងបត់ចេញទៅខាងផ្លូវ31វិញហើយ20គីឡូទៀតបានយើងមានផ្លូវមួយបត់ស្ដាំទៅកាន់ប្រទាយមាសឥឡូវយើងមកដល់
ផ្លូវដែលយើងត្រូវបាត់ទៅខាងផ្លូវ31វិញអញ្ចឹងខ្ញុំច្រឡំចេញតាមប្រទីននេះហើយនេះចេញត្រឹមកោជ័យទេអញ្ចឹង16គីឡូទៀតយើងទៅដល់កោជ័យយ៉ាងយើងជិះតាមផ្លូវ31នេះរហូត40គីឡូទៀតទៅដល់កំពង់តារាចផ្លូវនេះខ្ញុំទៅជិះអាទិត្យ2អាទិត្យមុនមានអារម្មណ៍ថាចាំទេសភាពឡើយនេះចឹងមានអារម្មណ៍ថាទៅជិះមកផ្លូវថ្មីឆ្កែអូខ្ញុំទៅមិនឃើញផ្លូវនេះតែជាផ្លូវចូលស្រុកណាហើយផ្លូវ31មែនទេនៅខាងភ្នំនោះឯងចឹងខ្ញុំឆ្ងល់ទៅជិះ2អាទិត្យមុនទៅមានចាំទេសភាពផ្លូវនេះសោះវាខ្លួនណាដែរជិះផ្លូវនេះហ្មងតាមពិតចឹងសោះព្រោះធម្មតាពេលយើងជិះគេមានផ្លូវវាងស្រុកគេវាងទីប្រជុំជនអញ្ចឹងហើយយើងខ្ញុំបាត់ចេញពីកន្លែងផ្លូវវាផ្លូវទុកមាសហ្នឹងហើយគឺមានផ្លូវមួយបាត់ចូលមកភ្នំដែលគេចំណាំថតហ្នឹងហើយជិះចូលមកអត់ដឹងថាចង់ឃើញទេសភាពភ្នំហ្នឹងនេះចិត្តណាព្រោះស្អាតមែនអ្នកនរគ្នានេះភ្នំនោះក៏ស្អាតដែរអត់ដឹងថាផ្លូវនេះទៅណាទេនិយាយជុំវិញនេះភ្នំស្អាតមែនទេវ៉ាវទោះបីជាទេសភាពនៅទីនេះមិនមានភាពអស្ចារ្យណាស់ណាប៉ុន្តែវាបានផ្ដល់នូវបទពិសោធន៍និងអារម្មណ៍មួយប្លែកពីការធ្វើដំណើរកម្សាន្តរដងជាមួយនឹងការធ្វើដំណើរទៅទីកន្លែងដែលយើងមិនបានព្រៀងទុកយើងមកដល់ភ្នំកំពង់តារាចហើយបងជិះជុំវិញភ្នំផ្លូវនេះស្តៀងផ្លូវនៅជុំវិញភ្នំសំពៅផ្លូវជុំវិញភ្នំសំពៅដូចគ្នាអញ្ចឹងមានផ្ទាំងថ្មដូចគ្នានេះផ្លូវប្រហែលជាទៅភ្នំដំរីខ្ញុំសាកជិះទៅសិនណាតែអត់ដឹងថាត្រូវផ្លូវអត់ទេដល់មកលុបចុះរាយសារ Google Maps សិនហើយផ្លូវទៅភ្នំដំរីក៏ដើរនឹងចង់មកភ្នំដំរីនឹងដែរភ្នំហ្នឹងក៏ស្អាតមានបឹងមួយជាប់នៅភ្នំបងជើងភ្នំចង់យើងទៅត្រង់ទៀតយើងមកដល់ហើយមកដល់អ្នកគ្នានេះអូ
cái tham mơ vì tư khả ná khơi riêng vì đôi đầm rẫy hay giờ khang đi được cái tham được các bạn đầm rẫy đôi còn mỏi đầm rẫy vậy chứ cho mở sao chi được khang nó sẵn xa đó cho làm lịch đỏ cho tôi let's go xa đó nè ngọc nè một cái speed ạ em miền mình lục môi miền kỳ chạm vô lại cà phêยังอะไรยมมาต่อในมวยในขนมอะไรยัยกันคอยขน้องขนมอะไรเนี่ยคือให้ยมมาชอบในสปอร์ตมวยกันอะไรนี่โดยมีรุ่งขนมอย่างสะอาดนั่นเองอย่าให้ในขนมอะไรนี่คือมีอันบังมวยทอมสะอาดนั่นเองนะคือในชมไปยังว้าวจังหวะเนี่ยยังจีกัดขนมกระป๋องตราใช่ยังจีมาตรังตามเพลย์ตูดเหมือนจะไม่เยอะมาต่อขนมอะไรอย่างไรhay là màu đậm mùi ấy liền bài tích tích và hai chị nhằm bài nên đi hết mất tới bộ khởi nghiệp cà phê chẳng này so hay nào nè sai mình tên lượt tìm mùi ấy nhưng màu nồng nằm tay này rồi xa ở đây nhà mày để chim đó nói chắc chơi là đầu quay chờ nhà chứ chẳng còn nhà mày cha chắc là sai khuyên đấy cho mới cái tiết sân tha trên thì như thời ta nào to nhé nếp plan rồi mẹ play từ các dương miên còn tha dương chọn explore lại những tiết trắng dương là toàn đơn tha thời ta này về class là chuyện mì cha trắng nó đâu nằm bên những miếng ngành có cha ba thăm đã chẳng hạn chẳng hạn đi ở trên bị nhằm mì chá lỡ sao chip lời nâng sấn đấy plơ à ta sai để cái chi đa lên mà trông nông của phong thơ ra mình anh sẽ Ada cerita dah pelar ada ni. Cima apa dia awal? Oh. Trên trích mũi khnia lơ tí pi vô khnia mà chip lợp vào đây nè ơi đỏ cò chà xa đây mưa này ngọt khnia oh my god cái lời cái màu mình
Rất đã sao Chiមកដល់ចំណុចនេះទោះបីជាមេក្តៅយ៉ាងណាក៏សុខចិត្តចតម៉ូតូចុះសិនដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតនៃភ្នំកំពង់ត្រាចនៅជ្រុងម្ខាងដែលខ្ញុំមិនដែលស្គាល់និងមិនដឹងថាមានតតែសោះបើសិនជាខ្ញុំមិនបថុយជិះឆ្លងកាត់តាមផ្លូវរទេះសេះមួយនេះកូនចាប់ផឹកទឹកអូយើងចេញមកដល់ផ្លូវធំវិញហើយអូខេយើងមកដល់ផ្លូវធំវិញហើយអញ្ចឹងប្រហែលជាដល់ពេលដែលត្រូវទៅផ្ទះហើយដោយសារថ្ងៃនេះខ្ញុំរៀងបញ្ញាប់ទៅផ្ទះដែរអញ្ចឹងយ៉ាអញ្ចឹងចេញពីកំពង់ត្រាចនេះគឺខ្ញុំចេញទៅជុំការីហ្មងចេញទៅផ្លូវ41ហើយខ្ញុំជិះតាមផ្លូវដងតុងផ្លូវនេះធ្លាប់ជិះម្ដងកាលពីឆ្នាំណាផ្លូវនេះមិនដឹងជា2023ឬ2024ផ្លូវពិបាកខ្លាំងមែនតើដល់ពេលអញ្ចឹងរៀងហ្មងដល់ពេលលក្រោយហ្នឹងចង់ទៅកែបានគេធ្វើផ្លូវកែបថ្មីពីច្រើនស្គាល់ផ្លូវកែបថ្មីហួសឈុកដូចជាហួសឈុកមិនតិចហ្នឹងហ្នឹងផ្លូវកែបថ្មីមួយនេះក៏ជិះតាមនឹងវិញហើយឥឡូវផ្លូវ31គេធ្វើហើយអញ្ចឹងក៏ហ្នឹងគេនាំគ្នាជិះផ្លូវ31វិញទៅហើយផ្លូវនេះខ្ញុំអត់ដឹងតែគេធ្វើស្អាតនៅទេជីនេះមកគឺបាត់ថយហើយហ្នឹងយ៉ាចាំមើលទាំងអស់គ្នានេះអ្នកនរគ្នាស្អាតទេគៀនផ្លូវទៅផ្លូវហ្នឹងមានផ្លូវបាត់ចូលមួយសាក់ចោះនៅកន្លែងផ្លូវទៅផ្លូវនេះលេងបន្តិចអញ្ចឹងយ៉ាតែវត្តផ្លូវឡើងហ្នឹងយើងជិះមកបានតើម៉ូតូប្រហែលជាជិះមកបានអូស្អាតហើយនៅក្នុងកំពង់ត្រាចហើយកន្លែងភ្នំនោះភ្នំដំរីយើងទៅមិញហ្នឹងមើលពីចង្អាយទៅស្តៀងដំរីអូខេយើងទៅវិញបាយកំពង់ត្រាចហើយ25គីឡូទៀតបានយើងទៅដល់ផ្លូវជាលេខ3ហើយមេឃភ្លៀងហើយព្រោះមួយថ្ងៃនេះគេប្រកាសថាមានព្យុះអញ្ចឹងណាហើយភ្លៀងរាល់ថ្ងៃអញ្ចឹងអត់មានអីចម្លែកទេតំបន់ភ្លៀងហើយអ្នកទាំងអស់គ្នាឈប់ដាក់អីវ៉ាន់ចូលនេះខ្លះសិនអូខេនេះចូលមុនគេហើយបិទសាកថ្មនេះຕົកលើនឹងដែរដោយសារខ្ញុំមានកស៊ូផឹកຕົកនឹងទៅសាប់យើងຕົកនៅនឹងដែរនឹងមកអូខេឧបករណ៍លុយមួយទៀតផ្លេច
ผลิตระบบลอยcamera យើងដាក់នៅខាងមុខដែរចឹងបានពេលខ្លះខ្ញុំមានអារម្មណ៍ថាម៉ូតូនេះពេលដាក់ធុងទៅអត់ស្អាតមិនដែរបើអត់មានធុងទេពេលទៅណាឆ្ងាយអញ្ចឹងវាពិបាករឿងភ្លៀងរឿងដីរឿងអីចឹងណាហើយមួយទៀតសុវត្ថិភាពធុងយើងមានសោយើងមានអីចឹងទៅវាការពារសុវត្ថិភាពដែរអូភ្លៀងខ្លាំងបិទកាមេរ៉ាហើយបាយទាំងអស់គ្នាបាយអ្នកនរគ្នានេះផ្លូវចេញពីផ្លូវជាលេខ3មកម្ដងឈប់ចេញទៅខាងជុំការីអញ្ចឹងប្រហែលជា7គីឡូទៀតយើងទៅដល់ផ្លូវ41ហើយហើយភ្នំស្អាតមែនតើអ្នកនរគ្នានោះដូចជាភ្នំខាងម្ដុំម្លិចម្ដុំអីហើយដូចជាមានភ្នំនៅម្ដីរមៀលអីភ្នំមួយកណោទៀតនៅម្ដុំហ្នឹងស្គាល់អត់ហើយខេសាំងរបស់យើងលោតរេសែវហើយអញ្ចឹងយ៉ា let's go យើងមកដល់ហើយផ្លូវ8ផ្លូវ41បត់ស្ដាំយើងទៅភ្នំពេញធ្វើដំណើរផ្លូវឆ្ងាយជាមួយម៉ូតូថ្មីនេះបាន2ដងខ្ញុំមានអារម្មណ៍ថាទោះបីជាវាមានកម្លាំងខ្សោយជាង CB 400X ចាស់របស់ខ្ញុំហើយជិះរៀងចាញ់ខ្យល់បន្តិចនៅលើផ្លូវជាតិប៉ុន្តែវាស័ក្តិសមមែនទែនក្នុងការធ្វើដំណើរកម្សាន្តម្នាក់ឯងបែប solo ដូចនេះហើយសមត្ថភាពរបស់វាគ្រាន់បើជាងក្នុងការធ្វើដំណើរនៅលើផ្លូវបែប off road តិចតួចI say this much, I got a real good feeling. Yes, I do.